นุษย์ประเภทนี้ได้ยืงត្រូវជៀសវាងឲ្យឆ្ងាយបាទก็คือមានន័យថាយើងកុំទៅខ្សែគប់ឬទៅពាក់ព័ន្ធជាមួយនឹងមនុស្សទាំង7ប្រភេទនេះបាទទី1គឺមនុស្សដែលបន្ទោសគេគ្រប់គ្នាប៉ុន្តែមិនដែលបន្ទោសខ្លួនឯងបាទមានន័យថាអ្នកដទៃធ្វើអីក៏ខុសហើយខ្លួនឯងធ្វើអីក៏មិនដែលខុសដែរបាទអញ្ចឹងមនុស្សប្រភេទនេះក៏គឺយើងត្រូវជៀសឲ្យឆ្ងាយដែរបាទហើយមនុស្សប្រភេទទី2គឺមនុស្សដែលមានតែពាក្យស្ដីបន្ទោសបាទមិនដែលមានការលើកទឹកចិត្តគ្នាបាទក៏គឺមានន័យថាអត់ដែលមានពាក្យលើកទឹកចិត្តទេបាទអត់មានពាក្យល្អៗជាមួយយើងទេមានតែពាក្យគំរោះកំរើយពាក្យជេរស្ដីដាក់យើងអញ្ចឹងណាបាទអាហ្នឹងមនុស្សនឹងប្រភេទហ្នឹងក៏យើងត្រូវជៀសវាងកុំខ្សែគប់ជាមួយដែរបាទមនុស្សប្រភេទទី3បាទក៏គឺជាមនុស្សដែលគិតថាខ្លួនឯងហ្នឹងល្អបំផុតអ្នកដទៃហ្នឹងគឺគ្មានណាល្អជាងខ្លួនឯងក៏គឺមានន័យថាគឺខ្លួនឯងល្អជាងគេបាទគិតបែបហ្នឹងបាទអ្នកដទៃអាក្រក់ទាំងអស់បាទបែបហ្នឹងបាទមនុស្សប្រភេទទី4បាទគឺមនុស្សដែលមើលឃើញតែប្រយោជន៍ខ្លួនឯងបាទមនុស្សប្រភេទនេះក៏យើងត្រូវតែជៀសវាងឲ្យឆ្ងាយដែរបាទមនុស្សប្រភេទទី5បាទក៏គឺមនុស្សដែលយើងនៅជាមួយហើយក៏វាមានអារម្មណ៍អាប់អួរបាទមានអារម្មណ៍អាប់អួរក៏គឺមានតែភាពតានតឹងស្មុគស្មាញបាទអត់មានអីលូតលាស់ឬអត់មានអីកម្លាំងចិត្តមានកម្លាំងចិត្តបាទអញ្ចឹងមនុស្សប្រភេទនេះក៏យើងត្រូវតែជៀសឲ្យឆ្ងាយដែរបាទមនុស្សប្រភេទទី6បាទក៏គឺមនុស្សដែលចូលចិត្តពំពាក្យជាមនុស្សដែលចូលចិត្តពំពាក្យបាទក៏គឺនាំគឺបើនិយាយចំទៅគឺអ្នកនាំពាក្យបាទក៏គឺនាំហ្នឹងគឺមិនមែននាំរឿងល្អទេបាទនាំរឿងអាក្រក់បង្កឲ្យមានចំនួនបង្កឲ្យមានបញ្ហាអ្នកដែលនៅជុំវិញខ្លួនផងដែរអានេះគេហៅថាមនុស្សដែលពំពាក្យបាទមនុស្សប្រភេទទី7គឺមនុស្សដែលមិនទទួលខុសត្រូវចំពោះពាក្យសម្ដីរបស់ខ្លួនឯងបាទក៏គឺខ្លួនឯងនិយាយហើយមិនទទួលខុសត្រូវបាទបដិសេធថាមិនបាននិយាយអញ្ចេះអញ្ចោះអីចឹងទៅអាហ្នឹងគឺជាមនុស្សដែលយើងត្រូវជៀសវាងដែរអញ្ចឹងយើងត្រូវជៀសឲ្យផុតពីមនុស្សទាំង7ប្រភេទនេះបាទបើមិនចង់ឲ្យជីវិតយើងនឹងគឺមានបញ្ហាបាទ